ទៅគេហើយរៀនសូត្រអភិវឌ្ឍខ្លួនឲ្យកាន់តែរឹងមាំគេចែករំលែកនៅចំណុចល្អៗតែសំខាន់ខ្លួនយើងចង់បានអ្វីសម្រាប់ជីវិតខ្លួនយើងធ្វើអ្វីក៏មានតម្លៃធ្វើអ្វីក៏មានតម្លៃធ្វើអ្វីក៏មានអ្នកទើសដែរបើរវល់តែផ្គាប់ចិត្តអ្នកដតីពេលណាដល់គោលដៅដាក់ខ្លួនទទួលយកការណែនាំពីគេខ្លះក៏មិនមែនមានន័យថាខ្លួនយើងអន់ដែរពេលខ្លួនគ្មានអ្វីគេមិនសូវឲ្យតម្លៃជារឿងធម្មតាតែបើថ្ងៃណាមួយមានលទ្ធផលមិនបាច់ប្រាប់គេទេលទ្ធផលនោះនឹងបង្ហាញគេដោយខ្លួនឯងអញ្